ព្រឹកថ្ងៃប្រហោះពីរោចខែចេឆ្នាំម្សាញ់សិបស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី12ខែមិថុនាឆ្នាំ2025នៅបញ្ជាការដ្ឋានកងទ័ពជើងទឹកជ្រោយចង្វាបានផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រប្រចាំឆ្នាំ2025ក្រោមប្រធានបទយុទ្ធសាស្ត្របញ្ញកោណដំណាក់កាលទី1របស់រាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាក្រោមអធិបតីភាពឯកឧត្តមឧត្តមនាវីតូមឿនវណ្ណឿននាយសេនាធិការរងកងទ័ពជើងទឹកបាទសម្រាប់ការចេញជាយុទ្ធសាស្ត្របញ្ចកោណជាកម្មវិធីនយោបាយរបស់ខ្លួនសម្រាប់ការកសាងនិងការពារមេក្រពុំឆ្នាំ2023ដល់2028នៅពេលនេះយើងនឹងចាប់អារម្មណ៍ថាតើយុទ្ធសាស្ត្របញ្ចកោណនៃរាជរដ្ឋាភិបាលរបស់អាយដាមហ៊ុនម៉ាណែតនឹងដល់ទៅលើកិច្ចការអភិភាពអ្វីខ្លះចង់ជ្រាបការនេះច្បាស់ជាបន្តសូមអរលោកនាងតាមដានទស្សនានៅក្នុងស្ថានភាពទៅរាជរដ្ឋាភិបាលនីតិកាលទី7ដឹកនាំដោយឯកឧត្តមកិត្តិយសបណ្ឌិតហ៊ុនម៉ាណែតបានសម្រេចដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណជាកម្មវិធីនយោបាយរបស់ខ្លួនសម្រាប់ការកសាងនិងការពារមាតុភូមិឆ្នាំ2023-2028យុទ្ធសាស្ត្របញ្ចកោណដំណាក់នឹងសង្គមនិងភាពធន់នៃវិស័យបរិស្ថាននៅក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងនាថ្ងៃទី24ខែសីហាឆ្នាំ2023ឯកឧត្តមហ៊ុនម៉ាណែតបានគូរំលែកថាយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1រៀបចំឡើងដើម្បីកំណើនការងារសមត្ថភាពប្រសិទ្ធភាពនិងចីរភាព